ពន្លឺព្រះអាទិត្យនាពេលរសៀលបានរះចាំងឆ្លុះកាត់តាមចន្លោះមេឃឈើធំៗដែលដុះអំសងខាងផ្លូវចូលទៅកាន់ក្រុងបៃលិនខ្យល់ត្រជាក់នៃតំបន់ភ្នំបានបុកមកប៉ះផ្ទៃមុខរបស់យុវជនម្នាក់ដែលមានឈ្មោះថាចៅចិត្តគាត់ឈរនៅមុខក្លោងទ្វារដ៏ធំស្កឹមស្កៃនៃភូមិគ្រឹះលូកលួងរតនសម្បត្តិដោយមានចិត្តរារែកនិងបេះដូងលូតញាប់ក្នុងដៃរបស់គាត់មានត្រឹមតែកាបូបសម្លៀកបំពាក់ចាស់ៗមួយប៉ុណ្ណោះប៉ុន្តែក្នុងចិត្តរបស់គាត់ពោរពេញទៅដោយក្តីសង្ឃឹមនិងការតាំងចិត្តដ៏មុតមាំបៃលិនគឺជាទឹកដីដែលគេល្បីថាជាជង្រុកនៃត្បូងពេជ្រប៉ុន្តែសម្រាប់ចៅចិត្តវាមិនមែនជាកន្លែងដើម្បីស្វែងរកទ្រព្យសម្បត្តិដោយងាយស្រួលនោះទេគឺជាទីកន្លែងដែលគាត់ត្រូវបញ្ចេញញើសឈាមដើម្បីកសាងជីវិតចៅចិត្តបានសម្រេចចិត្តបោះជំហានចូលទៅក្នុងបរិវេណផ្ទះសួនច្បារដ៏ធំល្វឹងល្វើយដែលពោរពេញទៅដោយផ្កាគ្រប់ពណ៌បានធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងតូចទាបខ្លាំងណាស់នៅពេលដែលគាត់បានជួបនឹងលោកលួងរតនសម្បត្តិដែលកំពុងអង្គុយផឹកតែនៅលើយ៉ាមុខផ្ទះអារម្មណ៍ភ័យខ្លាចក៏ចូលមកគ្រប់ដណ្ដប់លោកលួងមានទឹកមុខម៉ាមសក់ពណ៌ប្រាក់លេឡំជាមួយវ៉ែនតាដែលឆ្លុះបញ្ចាំងពីភាពឆ្លាតវៃនិងអំណាចឯមកទីនេះមានការអ្វីសំឡេងរបស់លោកលួងបន្លឺឡើងយ៉ាងធុនធុនចៅចិត្តលើកដៃសំពះយ៉ាងគោរពហើយតបវិញដោយសំឡេងច្បាស់ៗថាបាទជំរាបព្រះសាទលោកម្ចាស់ខៀងបាទឈ្មោះចៅចិត្តមកពីខេត្តឆ្ងាយខៀងបាទមកទីនេះគឺដើម្បីសុំការងារលោកម្ចាស់ធ្វើខៀងបាទមិនខ្លាចការងារធុនឬនឿយហត់ទេឲ្យតែបានប្រាក់កម្រៃចិញ្ចឹមជីវិតដោយសុចរិតលោកលួងសម្លឹងមើលចៅចិត្តពីក្បាលដល់ចុងជើងគាត់មិនឃើញមានសម្លៀកបំពាក់ល្អស្អាតទេប៉ុន្តែគាត់ឃើញនៅពន្លឺនៃភាពស្មោះត្រង់នៅក្នុងភ្នែករបស់យុវជននេះគាត់បានសាកសួរប្រវត្តិរូបខ្លះៗនិងសាកល្បងចិត្តចៅចិត្តដោយពាក្យសម្ដីតឹងរឹងចៅចិត្តបានឆ្លើយតបដោយភាពអត់ធ្មត់និងបង្ហាញពីឆន្ទៈពិតប្រាកដនៅទីបំផុតលោកលួងក៏សម្រេចចិត្តទទួលចៅចិត្តឲ្យចូលធ្វើការឯងអាចនៅទីនេះបានប៉ុន្តែការងារនៅទីនេះមិនមែនស្រួលទេឯងធ្វើមើលថែសួនច្បារជួសសម្អាតឡាននិងធ្វើការងារជាច្រើនទៀតតាមដែលគេបញ្ជាប្រសិនបើឯងខ្ជិលច្អូឯងនឹងធ្វើបណ្ដឹងចិនភ្លាមចៅចិត្តញញឹមដោយក្តីត្រេកអរបាទលោកម្ចាស់ខៀងបាទសន្យាថានឹងធ្វើការឲ្យអស់ទីសមត្ថភាពនៅពេលដែលចៅចិត្តដើរទៅកាន់កន្លែងស្នាក់នៅរបស់ពួកអ្នកបម្រើគាត់បានក៏លេចឃើញនារីម្នាក់ឈរនៅបឹងអោកជាន់ទី2នាងមានសម្រស់ស្រស់ស្អាតប្រៀបដូចជាទេពធីតាសក់វែងអន្លាយនិងទឹកមុខដែលពោរពេញទៅដោយភាពថ្លៃថ្នូរនោះគឺជាលើកដំបូងដែលគាត់បានឃើញខុននារីផ្កាកុលាបនៃបៃលិនបេះដូងរបស់ចៅចិត្តបានលោតខុសចង្វាក់មួយវិនាទីមុនពេលដែលគាត់ដាស់តឿនខ្លួនឯងថាគាត់គ្រាន់តែជាអ្នកបម្រើចំណែកនាងគឺជាកូនស្រីសេដ្ឋីកម្លាក់រវាងពួកគេគឺប្រៀបដូចជាមេឃនឹងដីប៉ុន្តែចៅចិត្តមិនបានដឹងទេថាជោគវាសនារបស់គាត់នៅទីនេះនឹងផ្លាស់ប្ដូរជីវិតរបស់គាត់ជារៀងរហូតពេលវេលាបានកន្លងផុតទៅជាច្រើនសប្តាហ៍ចៅចិត្តបានក្លាយជាផ្នែកមួយនៃកម្លាំងពលកម្មនៅក្នុងភូមិគ្រឹះរបស់លោកលួងជារៀងរាល់ព្រឹកមុនពេលព្រះអាទិត្យរះចៅចិត្តតែងតែក្រោកពីដំណេកដើម្បីរៀបចំសួនច្បារនិងលាងសម្អាតរថយន្តទំនើបរបស់លោកលួងឲ្យភ្លឺរលោងគាត់មិនដែលត្អូញត្ដែទោះបីជាការងារនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយភាពឧស្សាហ៍ព្យាយាមរបស់គាត់បានធ្វើឲ្យយាយភាដែលជាអ្នកមើលការខកត្រូវផ្ទះមានការអាណិតកាសូនិងស្រឡាញ់រាប់អានគាត់ដូចកូនក្មួយយ៉ាងណាមិញជីវិតមិនមែនសត្វតារលួននោះទេបាឡាត់ដែលជាអ្នកមានមុខមាត់និងតែងតែចេញចូលផ្ទះនេះដើម្បីចែកចង់ខុននារីតែងតែមើលងាយចៅចិត្តជានិច្ចនៅពេលដែលបាឡាត់ឃើញចៅចិត្តកំពុងដោះកង់ឡានគាត់តែងតែដើរកាត់ហើយនិយាយចំអកថាមើលចោះមនុស្សដែលមានវាសនាត្រឹមតែជាអ្នកបម្រើទោះខំប្រឹងយ៉ាងណាក៏នៅតែជាអ្នកបម្រើដដែលកុំសង្ឃឹមថាអាចងើបមុខរួចអីសោះចៅចិត្តមិនតបតនឹងពាក្យសម្ដីទាំងនោះទេគាត់គ្រាន់តែអោនមុខធ្វើការរបស់គាត់បន្តគាត់ដឹងថាការតបតនឹងមនុស្សដោយបាឡាត់គឺគ្មានប្រយោជន៍អ្វីឡើយអ្វីដែលសំខាន់គឺគាត់ត្រូវរក្សាតម្លៃរបស់ខ្លួនឯងតាមរយៈទង្វើថ្ងៃមួយខណៈដែលចៅចិត្តកំពុងកាត់មែកឈើនៅសួនក្រោយផ្ទះខុននារីបានដើរមកដល់នាងកាន់សៀវភៅមួយក្បាលនៅក្នុងដៃនាងបានឈប់សម្លឹងមើលចៅចិត្តដែលកំពុងបែកញើសចូលខ្នងចៅចិត្តនាងហៅតិចតិចចៅចិត្តភ្ញាក់ព្រឺតហើយប្រញាប់ចុះពីលើជណ្ដើរមកឈរគោរពបាទអ្នកនាងតូចខៀមឃើញឯងធ្វើការមិនដែរឈប់សោះឯងមិនហត់ទេឬនាងសួរដោយទឹកដមសម្លេងទន់ភ្លន់ដែលខុសប្លែកពីភាពត្រជាក់ស្រោបដែលនាងតែងតែបង្ហាញចំពោះបាឡាត់បាទហត់ដែរអ្នកនាងតូចប៉ុន្តែវាជាកាតព្វកិច្ចរបស់ខ្ញុំបាទលោកម្ចាស់មានគុណលើខ្ញុំបាទដែលបានផ្ដល់ការងារឲ្យចំណុះខ្ញុំត្រូវតែធ្វើឲ្យល្អបំផុតចៃចិត្តឆ្លើយដោយមិនហ៊ានសម្លឹងមុខនាងចំខុននារីញញឹមបន្តិច កម្រមានមនុស្សគិតដោយឯងណា
มนุษย์เพียกจรานធ្វើការដើម្បីតែលុយតែឯងធ្វើការដោយយកចិត្តទុកដាក់នាងបានហូចកែវទឹកមួយដែលនាងកាន់មកឲ្យខត់ផឹកទឹកសិនទៅកុំឲ្យខ្យល់កទង្វើដ៏សាមញ្ញនេះបានធ្វើឲ្យបេះដូងរបស់ចៅចិត្តរមើបញាប់ញ័រមិនមែនព្រោះតែនាងជាកូនសេដ្ឋីប៉ុន្តែព្រោះតែទឹកចិត្តសប្បុរសរបស់នាងចាប់ពីថ្ងៃនោះមកចៅចិត្តចាប់ផ្ដើមសង្កេតឃើញថាខុននេរីមិនមែនជាមនុស្សឆ្នើមឆ្នៃដោយតែគាត់ធ្លាប់គិតនោះទេនាងគឺជាមនុស្សស្រីដែលមានបេះដូងកក់ក្ដៅនិងចេះយល់ពីទុក្ខលំបាករបស់អ្នកដទៃប៉ុន្តែភាពស្និទ្ធស្នាលដ៏តិចតួចនេះមិនបានគេចផុតពីភ្នែករបស់បាឡាត់ឡើយភ្លើងនៃសេចក្តីច្នៃបានចាប់ផ្ដើមឆេះរាលដាលនៅក្នុងចិត្តរបស់បាឡាត់គាត់ចាប់ផ្ដើមរៀបរកវិធីដើម្បីកម្ចាត់ចៅចិត្តចេញពីផ្ទះនេះដោយមិនខ្វល់ពីមធ្យោបាយថោកទាបណាមួយឡើយភាពស្មោះត្រង់របស់ចៅចិត្តកំពុងតែត្រូវបានសាកល្បងដោយឧបសគ្គដែលគាត់មិនធ្លាប់នឹកស្មានដល់ព្រឹកមួយលោកលួងរតនសម្បត្តិមានធុរៈត្រូវទៅពិនិត្យមើលចំការកាហ្វេនិងអណ្ដូងត្បូងដែលស្ថិតនៅតំបន់ដាច់ស្រយាលមួយកន្លែងដោយសារតែផ្លូវពិបាកលោកលួងបានបញ្ជាឲ្យចៅចិត្តជាញ៉ាក់បើកបរយន្តស៊ីបដោយមានខុននេរីនិងបាឡាត់រួមដំណើរទៅជាមួយផងដែរបាឡាត់ដែលចង់បង្ហាញមុខមាត់នៅចំពោះមុខខុននេរីបានទទួលសុំទៅជាមួយដោយអះអាងថាខ្លួនអាចជួយការពារបានមេឃថ្ងៃនេះហាក់ដូចជាមិនអំណោយផលសោះពពកខ្មៅបានប្រមូលផ្ដុំគ្នានៅលើកំពូលភ្នំហើយភ្លៀងមួយមេធំបានចាប់ដើមធ្លាក់ចុះមកយ៉ាងខ្លាំងផ្លូវលំដែលពោពេញដោយដីក្រហមបានប្រែក្លាយទៅជាភក់ច្រាមដ៏រអិលចៅចិត្តត្រូវប្រើប្រាស់ជំនាញបើកបររបស់គាត់យ៉ាងស្ទាត់ជំនាញដើម្បីបញ្ជាកង់រថយន្តកុំឲ្យរអិលធ្លាក់ទៅក្នុងជ្រោះដែលនៅអមសងខាងផ្លូវប្រយ័ត្នបន្តិចមកឪពុកម៉ាក់បើកឡានឲ្យស្រួលបួលបាឡាត់ស្រែកបញ្ជាពីកៅអ៊ីក្រោយទាំងខ្លួនឯងកំពុងតងដៃកាន់យ៉ាងណែនដោយក្តីភ័យខ្លាចបងបាឡាត់ស្ងៀមបន្តិចទៅចៅចិត្តកំពុងព្យាយាមហើយផ្លូវនេះពិបាកណាស់ខុននេរីនិយាយការពារចៅចិត្តទាំងទឹកមុខព្រួយបារម្ភស្រាប់តែមានសម្លេងភូមិយ៉ាងខ្លាំងរថយន្តបានរអិលធ្លាក់កង់ម្ខាងចូលទៅក្នុងរណ្ដៅភក់ជ្រៅហើយម៉ាស៊ីនក៏រលត់ឈឹងពួកគេទាំង4នាក់បានជាប់កាំងនៅកណ្ដាលព្រៃស្ងាត់ជ្រងំក្រោមតំណក់ទឹកភ្លៀងចប់ហើយពួកយើងនឹងស្លាប់នៅទីនេះហើយបាឡាត់ត្អូនត្អែនេះជាកំហុសរបស់ឯងទាំងអស់អាចចៅចិត្តមិនតបតអ្វីទាំងអស់គាត់បើកទ្វាររថយន្តហើយដើរចេញទៅក្រៅទាំងកណ្ដាលភ្លៀងដើម្បីពិនិត្យមើលស្ថានភាពគាត់បានយកប៉ែវពីក្រោយឡានហើយចាប់ដើមជីកដីភុកចេញពីកង់ឡាននិងកាច់មែកឈើមកកល់កង់ខ្លួនប្រារបស់គាត់សើមជោគនិងប្រឡាក់ពេញទៅដោយភុកប៉ុន្តែគាត់មិនបានបង្ហាញការបាក់ទឹកចិត្តសូម្បីតែបន្តិចលោកបាឡាត់សូមលោកចុះមកជួយរុនីឡានបន្តិចមកចៅចិត្តស្រែកហៅអញមិនចុះទេខោអាវអញថ្លៃណាស់មិនអាចឲ្យប្រឡាក់ភុកបានទេបាឡាត់ឆ្លើយតបដោយភាពអាត្មានិយមផ្ទុយទៅវិញខុននេរីបែរជាបើកទ្វារឡានបំរុងនឹងចុះទៅជួយប៉ុន្តែចៅចិត្តខាត់នាងញាក់នាងគុំចុះមកអីនៅក្រៅនេះក៏ខ្វាក់ណាស់ទុកឲ្យខ្ញុំចាត់ការចុះចៅចិត្តបានប្រើកម្លាំងទាំងអស់ដែលមានរុញរថយន្តផងនិងបញ្ជាចង្កួតផងគាត់រអិលដួលជាច្រើនដងប៉ុន្តែគាត់នៅតែក្រោកឡើងវិញជានិច្ចភាពអត់ធ្មត់និងភាពជាបុរសពិតប្រាកដរបស់ចៅចិត្តត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅចំពោះមុខលោកលួងនិងខុននេរីលោកលួងអង្គុយមើលពីក្នុងឡានដោយការពេញចិត្តជាសម្ងាត់គាត់ឃើញថានៅពេលមានអាសានមនុស្សដែលពូកែតែមកដោយបាឡាត់គឺគ្មានប្រយោជន៍អ្វីទាំងអស់ខណៈតែមនុស្សស្ងៀមស្ងាត់ដោយចៅចិត្តគឺជាអ្នកដែលគេអាចពឹងពាក់បានបន្ទាប់ពីតស៊ូអស់រយៈពេល7ម៉ោងទីបញ្ចប់រថយន្តក៏អាចរើខ្លួនចេញពីភក់បានចៅចិត្តឡើងមកដល់ឡានវិញទាំងហត់កាន់សៃប៉ុន្តែគាត់ញញឹមយ៉ាងស្រស់ស្រាយរួចរាល់ហើយទៀនប្រក់ខុននេរីបានហត់កាន់សែងស្អាតមួយឲ្យចៅចិត្តជូតមុខស្នាមញញឹមរបស់នាងនៅពេលនេះមិនមែនគ្រាន់តែជាការអាណិតទៀតទេតែវាបង្កប់នូវការគោរពដ៏ជ្រាលជ្រៅបាឡាត់អង្គុយស្ងៀមទាំងមុខស្ងួតដោយដឹងថាខ្លួនឯងបានចាញ់ពិន្ទុយ៉ាងធ្ងន់ធ្ងរនៅក្នុងហេតុការណ៍នេះបន្ទាប់ពីឆ្លងកាត់ភ្លឺភក់យ៉ាងលំបាករថយន្តរបស់ពួកគេបានមកដល់តំបន់ដាច់ស្រយាលមួយនៃជើងភ្នំមេឃបានចាប់ផ្ដើមងងឹតខណៈដែលពួកគេកំពុងតែឈប់សម្រាកបន្តិចដើម្បីឲ្យម៉ាស៊ីនត្រជាក់នៅស្រាប់តែនាងមនុស្សមួយក្រុមប្រដាប់ដោយកាំភ្លើងនិងដាវបានលោតចេញពីព្រៃមកស្តាក់ភ្លឺពួកគេគឺជាក្រុមចៅព្រៃដែលល្បីថាខួខៅនៅក្នុងតំបន់នេះជួបភ្លាមបើចង់រੂត្រូវប្រគល់លុយនិងគ្រឿងអលង្ការទាំងអស់មកមេក្រុមចៅស្រែកគំរាមសម្លេងរបស់វាលាន់រំពងពេញព្រៃបាឡាត់ដែលធ្លាប់តែអួតថាខ្លួនក្លាហានពេលឃើញចុងកំភ្លើងភ្លាមមុខរបស់គាត់ស្លេកដោយក្រដាសគាត់ញ័រដៃញ័រជើងហើយប្រញាប់លូនទៅពួននៅក្រុមកៅអីរថយន្តដោយមិនគិតពីសុវត្ថិភាពរបស់ខុននេរីឬលោកលួងឡើយកុំបាញ់ខ្ញុំមិនពាក់ព័ន្ធទេបាឡាត់ស្រែកអង្វរទាំងសម្លេងញ័រលោកលួងព្យាយាមរក្សាភាពស្ងប់ស្ងាត់
ប៉ុន្តែគាត់មានវ័យចំណាស់ហើយគ្មានអាវុធជាប់ខ្លួនគុណនារីភ័យខ្លាចរហូតដល់ចាប់ដៃឪពុកនាងជាប់ក្នុងកលៈទេសៈដ៏គ្រោះថ្នាក់នេះចៅចិត្តបានបោះចំហៀនចេញទៅមុខយ៉ាងក្លាហានគាត់មិនមានកំភ្លើងទេប៉ុន្តែគាត់មានសតិស្មារតីល្អនិងភាពរហ័សរហួនគាត់បានលើកដៃឡើងធ្វើជាសញ្ញាឲ្យចៅស្ងប់ចិត្តបងប្អូនយើងជាអ្នកដំណើរធម្មតាទេគ្មានទ្រព្យសម្បត្តិអ្វីច្រើនទេសូមមេត្តាកុំធ្វើបាបដល់ស្ត្រីនិងមនុស្សចាស់អីចៅចិត្តនិយាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ឆ្លៀតឱកាសដែលពួកចៅកំពុងតែប្រហែសចៅចិត្តបានស្ទុះទៅវាយឡៃចៅម្នាក់ដែលនៅចិត្តគាត់បំផុតធ្វើឲ្យកំភ្លើងធ្លៀងពីដៃគាត់បានប្រើក្បាច់គុណដែលគាត់ផ្លាប់ហាត់រៀនវាយតបតទៅនឹងពួកចៅយ៉ាងស្វាហាប់ស្នួរកំភ្លើងបានផ្ទុះឡើងផាំងផាំងប៉ុន្តែសំណាងល្អដែលមិនត្រូវចំគោលដៅចៅចិត្តបានប្រយុទ្ធយ៉ាងតឹងតែងគាត់រំរបួសត្រង់ដៃដោយសារស្នាមកាំបិតប៉ុន្តែគាត់មិនដកថយទេគាត់ស្រែកប្រាប់លោកលួងលោកម្ចាស់នាំអ្នកនាងរត់ទៅរកឡានប៉ូលីសដែលយើងបានជួបនៅក្បែរផ្លូវភាពក្លាហានរបស់ចៅចិត្តបានធ្វើឲ្យពួកចៅភ្ញាក់ផ្អើលក្នុងពេលជាមួយនេះនោះសំឡេងស៊ីរ៉េនរបស់ប៉ូលីសល្បាតដែលបានល្បាតក្បែរនោះក៏បន្លឺឡើងដោយសារតែស្នួរកំភ្លើងពួកចៅឃើញសភាពការមិនស្រួលក៏នាំគ្នារត់ចូលព្រៃបាត់អស់ទៅនៅពេលដែលភាពស្ងប់ស្ងាត់ត្រឡប់មកវិញចៅចិត្តបានដួលទៅលើដីដោយការអស់កម្លាំងនិងការឈឺចាប់ពីមុខរបួសឈាមពណ៌ក្រហមបានហូរចេញពីដៃរបស់គាត់គុណនារីស្ទុះរត់ទៅរកគាត់ភ្លាមៗដោយមិនខ្វល់ពីភាពខកខ្វល់ឬគ្រោះថ្នាក់ចៅចិត្តខិតអីឬអត់ទឹកភេករបស់នាងស្រក់ចុះមកលើមុខរបស់គាត់លោកលួងដៃមកមើលចៅចិត្តដោយក្តីរំជួលចិត្តគាត់ងាកទៅមើលបាឡាត់ដែលទើបតែលួនចេញពីក្រោមឡានទាំងខ្លួនប្រឡាក់ដីភាពខុសគ្នារវាងបុរសទាំងពីរគឺច្បាស់ដូចថ្ងៃនិងយប់ចៅចិត្តឯងបានជួយជីវិតពួកយើងលោកលួងពោលដោយសម្លេងគោរពចាប់ពីថ្ងៃនេះទៅឯងមិនមែនជាអ្នកបម្រើទេឯងគឺជាអ្នកដែលមានគុណរបស់គ្រួសារយើងចៅចិត្តញញឹមទាំងការជឿចាប់មិនអីទេទៀនវាជាតួនាទីរបស់ខ្ញុំសំខាន់ឲ្យតែលោកម្ចាស់និងអ្នកនាងមានសុវត្ថិភាពព្រឹត្តិការណ៍នេះគឺជាចំណុចរបត់ដ៏សំខាន់បំផុតវាបានលុបបំបាត់រាល់ការសង្ស័យដែលលោកលួងធ្លាប់មានចំពោះចៅចិត្តនិងបានបញ្ជាក់យ៉ាងច្បាស់ថាតើនរណាជាមាសហើយតើនរណាជាសំណបេះដូងរបស់គុណនារីពេលនេះបានប្រគល់ឲ្យបុរសដែលហ៊ានបូជាជីវិតដើម្បីនាងរួចទៅហើយត្រឡប់មកដល់ភូមិគ្រឹះវិញចៅចិត្តបានមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ផុតគុណនារីផ្ទាល់ជាអ្នកផ្លាស់ប្ដូរថ្នាំនិងបញ្ចុកបបរដល់គាត់បន្ទប់អ្នកបម្រើដ៏ទូចចង្អៀតរបស់គាត់ត្រូវបានប្ដូរទៅជាបន្ទប់ភ្ញៀវដ៏ធំទូលាយក្នុងរយៈពេលការសម្រាកព្យាបាលនេះទំនាក់ទំនងរវាងចៅចិត្តនិងគុណនារីកាន់តែស៊ីជម្រៅពួកគេបានចំណាយពេលជជែកគ្នាអំពីក្តីសុបិនអំពីជីវិតនិងអំពីអនាគតចៅចិត្តបានរកឃើញថានៅពីក្រោយភាពជាកូនអ្នកមានគុណនារីគឺជាស្ត្រីដែលមានគំនិតវែងឆ្ងាយនិងចង់កសាងសាលារៀនសម្រាប់ក្មេងៗក្រីក្រនៅបៃលិនចំណែកឯគុណនារីវិញកាន់តែចាប់អារម្មណ៍នឹងទស្សនវិជ្ជាជីវិតដ៏សាមញ្ញតែមានន័យរបស់ចៅចិត្តចំណែកឯបាឡាត់វិញក្រោយពីត្រឡប់មកវិញគាត់មិនហ៊ានសូម្បីតាមមកជួបមុខលោកលួងឬគុណនារីភាពអាម៉ាស់ពីការកំសាករបស់គាត់បានល្បីសុសសាយពេញពិភពในទីបញ្ចប់គាត់ក៏បានចាកចេញពីបៃលិនដោយស្ងាត់ព្រោះមិនអាចទ្រាំនឹងការមើលងាយពីក្រសែភ្នែកអ្នកដទៃបានថ្ងៃមួយនៅពេលដែលចៅចិត្តជាសះស្បើយពេញលីងលោកលួងរតនសម្បត្តិបានហៅចៅចិត្តទៅជួបនៅការិយាល័យចៅចិត្តលោកលួងចាប់ផ្ដើមកន្លងមកខ្ញុំបានមើលឃើញពីទឹកចិត្តនិងសមត្ថភាពរបស់ឯងមិនត្រឹមតែជាមនុស្សស្មោះត្រង់ទេតែឯងជាមនុស្សក្លាហាននិងមានទំនួលខុសត្រូវខ្ញុំមិនមានកូនប្រុសទេខ្ញុំមានតែកូនស្រីម្នាក់គត់ខ្ញុំត្រូវការមនុស្សម្នាក់ដែលខ្ញុំអាចទុកចិត្តឲ្យមើលថែទាំងកូនស្រីនិងកិច្ចការជំនួញរបស់ខ្ញុំបានចៅចិត្តមានអារម្មណ៍ក្តុកក្តួលលោកម្ចាស់ខ្ញុំបាទគ្រាន់តែជាក្មេងកំព្រាកុំនិយាយថាខ្លួនឯងជាក្មេងកំព្រាលោកលួងកាត់តម្លៃរបស់មនុស្សមិនស្ថិតនៅលើកំណើតទេតែស្ថិតនៅលើទង្វើតើឯងយំព្រមទទួលយកតំណែងជាអ្នកគ្រប់គ្រងអណ្ដួងតូបរបស់ខ្ញុំនិងមើលថែគុណនារីអស់មួយជីវិតដែរឬទេសំណួរនេះធ្វើឲ្យចៅចិត្តស្ទើរតែមិនជឿត្រជាខ្លួនឯងគាត់សម្លឹងទៅមាត់ទ្វារឃើញគុណនារីឈរនៅទីនោះញញឹមដោយក្តីរំភើបនិងទឹកមុខក្រហមព្រឿងនាងបានងក់ក្បែរដាក់គាត់តិចៗជាសញ្ញាថាបេះដូងរបស់នាងក៏ជ្រើសរើសគាត់ដែរបាទខ្ញុំបាទសន្យាថានឹងមើលថែអ្នកនាងនិងកិច្ចការងាររបស់លោកម្ចាស់ដោយជីវិតរបស់ខ្ញុំបាទចៅចិត្តឆ្លើយទាំងទឹកភ្នែករលីងរលោងមួយឆ្នាំក្រោយមកពិធីមង្គលការដ៏ធំមួយត្រូវបានរៀបចំឡើងនៅភូមិគ្រឹះនោះផ្កាកុលាបរាប់ពាន់តងត្រូវបានតុបតែងលម្អអ្នកស្រុកបៃលិនទាំងអស់បានមកចូលរួមអបអរសាទរចៅចិត្តដែលធ្លាប់តែជាក្មេងដៅសុំការងារធ្វើឥឡូវនេះបានក្លាយជាស្វាមីរបស់ផ្កាកុលាបបៃលិន
ប៉ុន្តែអ្វីដែលមិនផ្លាស់ប្ដូរនោះគឺភាពសាមញ្ញនិងចិត្តធម៌របស់គាត់នឹងคุณนารีបានប្រើប្រាស់ទ្រព្យសម្បត្តិដើម្បីជួយដល់អ្នកក្រីក្រនិងកសាងសាលារៀនដោយបំណងប្រាថ្នារឿងរ៉ាវរបស់ចៅចិត្តនិងคุณนารีបានคล้ายជារឿងព្រេងនិទានប្រចាំតំបន់បៃលិនដែលដំណាលពីអំណាចនៃសេចក្តីល្អនិងសេចក្តីស្រឡាញ់ពិតប្រាកដដែលអាចយកឈ្នះលើឧបសគ្គនិងឋានៈវណ្ណៈក្នុងសង្គមបានកូឡាបៃលិនមិនមែនគ្រាន់តែជានាមតំណាងឲ្យคุณนารีប៉ុណ្ណោះទេតែវាតំណាងឲ្យសេចក្តីស្រឡាញ់ដែលរីកស្គុះស្កាយយ៉ាងស្រស់បំព្រងលើទឹកដីត្បូងពេជ្រមួយនេះ